ok lấy dương bắn to từ tiệt ná và bắn to từ tiết ở chọc ria xây lên đọc pi bắn to từ tiết ở chọc ria xây đọc pi là mà đó ok chăng ria xây lên đọc pi dương sạc mà mày thì tới ria xây lên đọc pi cứ chia ria xây đã cục krong từ đôi phục pro hoa và tại bộ hoa nó cứ bộ hoa kháng đỏ này bộ hoa kháng bồ về kháng bố cứ lấy bổng buồn Sagittariusហើយរាសីលេខ12គឺជារាសីភពពហោះខាងលេខដកដែលជាធាតុទឹកឈ្មោះថា Pisces អញ្ចឹងយើងគិតជារួមថាតើភពពហោះគឺជាភពអីភពពហោះគឺជាភពគ្រូណាបាទគ្រូប៉ុន្តែមួយបើយើងនិយាយស្រួលស្ដាប់មកណាមួយគ្រូប្រុសមួយគ្រូស្រីហ្នឹងយើងនិយាយស្រួលយល់តែម្ដងគឺគ្រូប្រុសហើយនឹងគ្រូស្រីតើគ្រូប្រុសបែបណាគ្រូស្រីបែបណាអញ្ចឹងណាបាទគ្រូប្រុសផ្សេងគ្រូស្រីផ្សេងអញ្ចឹងបើយើងនិយាយជារួមបាទនិយាយជារួមភពពហោះក៏តកតងនឹងចំណេះដឹងដែរអញ្ចឹង Pisces ក៏តកតងនឹងចំណេះដឹងដែរមានន័យថារាសីលេខ12ក៏និយាយពីចំណេះដឹងដូចគ្នាគាត់ថាចំណេះដឹងគាត់គឺចំណេះដឹងបែបមនុស្សស្រីអាហ្នឹងយើងនិយាយស្រួលស្ដាប់ហើយភពរហ័សPisces រាសីលេខ12គឺជារាសីធាតុទឹកអញ្ចឹងជាទូទៅធាតុទឹកគឺគាត់បដោតទៅលើអីគេបដោតទៅលើការយកចិត្តទុកដាក់ទី1ទី2បដោតទៅលើ imagination ការស្រមើស្រមៃហើយចំណែកភពពហោះគឺជាប់ពាក់ព័ន្ធជាមួយនឹងគ្រូតើតើជាមួយនឹងគ្រូគូរុអញ្ចឹងបើមនុស្សប្រុសជាទូទៅភាគច្រើនស្វែងរកចំណេះដឹងតាមរយៈសិភៅតាមរយៈអីចឹងទៅប៉ុន្តែដោយសារតែគាត់ជារាសីភពពហោះដែរតែពហោះទឹកអញ្ចឹងនិយាយទៅគាត់មិនសូវបដោតទៅលើចំណេះដឹងដែលមើលឃើញនឹងភ្នែកទេអញ្ចឹងគឺគាត់បដោតទៅលើអារម្មណ៍និងក្តីស្រមៃដែលជាចំណេះដឹងរបស់គាត់ពីខាងក្នុងមកវិញអញ្ចឹងនិយាយទៅគាត់ពូកែផ្នែក spiritual បដោតលើព្រលឹងវិញ្ញាណឬក៏ការសិក្សាបែបអរូបីអីចំណេះដឹងដែលដល់អរូបីហ្នឹងគឺគាត់សម្បូរអាហ្នឹងមានគ្រូមានអីយ៉ាងដែរតែគ្រូគាត់គ្រូញៀនអីយ៉ាងទៅឧទាហរណ៍ណាភពពហោះគ្រូអត់ញៀនធម្មតារាសីលេខ9អត់ញៀនទេចំណេះដឹងរបស់គាត់ភាគច្រើនគឺតាមរយៈការសិក្សាស្រាវជ្រាវសភៅឯកសារផ្សេងតែរាសីលេខ12ភាគច្រើនគឺបដោតទៅលើ dreamer ព្រោះអីគាត់ជា dreamer គាត់ជាអ្នកស្រមើស្រមៃដែរអញ្ចឹងយូរទៅគឺចំណេះដឹងរបស់គាត់កើតពីការស្រមើស្រមៃរបស់គាត់នោះមិនមែនកើតពីការរៀនតាមរយៈសភៅដូចរាសីលេខ9ទេរាសីលេខ12គឺចំណេះដឹងកើតពី dreamer កើតពីការស្រមើស្រមៃអញ្ចឹងណាអូខេអីទៀតអូខេចឹងរាសីលេខ12លក្ខណៈរាសី Lord គឺភពពហោះហើយ logo មានសញ្ញាត្រីផ្ទុយគ្នាអញ្ចឹងគឺចំណុចរបស់គាត់ទី1គឺដោយសារគាត់ជាភពពហោះអញ្ចឹងគាត់ផ្ដោតលើ compassion ប្រែថាករុណាអញ្ចឹងហើយករុណាប្រែថាម៉េចការអាណិតអាសូរអញ្ចឹងភពមិនភពទេរាសីលេខ12ហ្នឹងគឺបកាយអាណិតអាសូរគេណាហើយធម្មតាអាណិតអាសូរហ្នឹងអីគេអាហ្នឹងប្រភេទធាតុទឹកអញ្ចឹងធម្មតាទឹកគឺបកាយអាណិតអាសូរគេណាហើយនិយាយក៏បរោះនិយាយមួយគេក៏បរោះចង់ឲ្យគេនិយាយបរោះព្រោះធាតុទឹកគាត់ចង់បានភាពត្រជាក់គាត់និយាយទៅគេក៏ត្រជាក់គាត់ចង់ឲ្យគេនិយាយមកគាត់ក៏ត្រជាក់ដូចគ្នា
ហើយគាត់បកកែអាណិតអសូរគេណាគេសេលេខ12ហ្នឹងគឺអាណិតណាស់និយាយទៅលេខ4និងលេខ12ហ្នឹងសិតតែកំពូលអាណិតហើយបកកែអាណិតគេហើយសួរថាពីណាមកអាណិតគេអាណិតដែរប៉ុន្តែអ្នកខ្លះគេអាណិតបែបផ្សេងអញ្ចឹងណាតែបើថាលេខ12ហ្នឹងគឺបកកែអាណិតអសូរណាចឹងទី1គឺគាត់មានករណាច្រើនមានការអាណិតអាសូរចំពោះអ្នកដទៃច្រើននិយាយលេខ12ទី2គាត់មានគេហៅថា intuition ច្រើនមានញៀនពិសេសញៀនពិសេសច្រើនគាត់មានញៀនពិសេសច្រើនណាគេសេលេខ12ហ្នឹងគឺមានញៀនពិសេសច្រើនមកក្នុងខ្លួនគាត់គឺមានញៀនពិសេសដឹងមុនស្អីហើយអានឹងបាក់យកញៀនពិសេសហ្នឹងហើយមើលឃើញខ្មោចមើលអីក៏បកកែដែរហើយក្រៅតែពីនឹងទៀតគឺចរិតរបស់គាត់ទន់ភ្លន់ហើយទន់ភ្លន់ហ្នឹងម្ដងឡើងម្ដងចុះម្ដងឡើងម្ដងចុះអូខេប៉ុន្តែមានចំណេះដឹងជាងលេខ4អត់សូវមានចំណេះដឹងទេនោះលេខ4អារម្មណ៍សុទ្ធប៉ុន្តែលេខ12មានចំណេះដឹងដោយសារអីជាភពពហោះទន់ភ្លន់អាណិតអាសូរតែមានចំណេះដឹងហ្នឹងហើយទឹកលេខ2ស្រាលអញ្ចឹងគឺ spiritual and artistic គេហៅថាមានការយល់ដឹងផ្នែកវិញ្ញាណហើយសិល្បៈច្រើន artistic ហ្នឹងសិល្បៈអញ្ចឹងមានផ្នែក spiritual ផ្នែកវិញ្ញាណហើយអីហ្នឹងច្រើនហើយនឹងសិល្បៈហ្នឹងច្រើនមានគំនិតច្នៃប្រឌិតសិល្បៈបកកែផ្នែកសិល្បៈហ្នឹងសិល្បៈច្នៃប្រឌិតអីហ្នឹងគឺបកកែដោយសារតែធម្មតាមនុស្សស្រីវាខុសពីមនុស្សប្រុសអាហ្នឹងនិយាយសាមញ្ញទៅហ្នឹងហើយតន់ភ្លន់ deeply empathetic អាណិតអាណិតមហាអាណិតអានេះគេហៅអីអាលើករណាអានេះមេត្តានេះមានចិត្តមេត្តាច្រើនហើយដោយសារតែទឹកដូចគ្នាលេខ4និងលេខ12ហ្នឹងប៉ុន្តែ2ហ្នឹងខុសគ្នារៀងច្រើនដែរខុសគ្នាហ្មងលេខ4អាណិតអាសូរអាណិតអីចឹងប៉ុន្តែភាគច្រើនអាណិតតែណាភាគច្រើនអាណិតអាសូរតែអ្នកដែលគាត់ស្រឡាញ់រាប់អាននោះភាគច្រើនគេថាភាពស្រឡាញ់របស់គាត់វាមានទំហំទូចជាងតែអានេះដោយសារភពពហោះអញ្ចឹងភពពហោះស្រឡាញ់ធំទលាយជាងការស្រឡាញ់របស់គាត់មានន័យថាបើគាត់រាប់អានឬគាត់មេត្តាទៅមនុស្សច្រើនប្រភេទជាងអញ្ចឹងណាតួមនុស្សនឹងរៀងអាក្រក់តិចក៏គាត់នៅតែមេត្តាអាណិតអាសូរដែរតែលេខ4អត់ទេអាណិតអាសូរដែរប៉ុន្តែបើសិនជាមើលទៅអត់នេះអត់តំណងអត់ទេហ្នឹងហើយប្រចាំយ៉ាងនិយាយទៅប្រចាំគាត់មានអាចិតមួយគេហៅថា discriminate គាត់បែងចែកអាក្រក់ល្អឬក៏ថាអញ្ចឹងក៏បានហ្នឹងហើយអញ្ចឹងគឺវាអត់ទលំទលាយដូចជានេះទេរិស័យលេខ2នេះគឺអូគេនេះហ่ะនិយាយទៅមិនគេហៅគ្រូស្រីអញ្ចឹងអាភពប្រចាំម៉ែអានេះគ្រូស្រីដូចគ្នាតែស្រីមួយធ្វើគ្រូមួយទៀតស្រីមួយនៅផ្ទះខុសគ្នាហ្នឹងហើយមួយស្រីដេប៉ដំបាញនេះស្រីគេហៅស្រីគេដែរប៉ុន្តែស្រីគេហៅស្រីអ្នកចេះដឹងអាណិតអាសូរតែមានចំណេះដឹងដែរប៉ុន្តែគេទលំទលាយជាងអូខេចំណុចអាក្រក់របស់គាត់ដូចតែគ្នាទេទី1 overly emotional មានន័យថាអារម្មណ៍ច្រើនជ្រុលបាទអារម្មណ៍ច្រើនជ្រុលទី2 escapist ប្រែថាគេចវេះគាត់មានការគេចវេះបើគាត់នេះពេកគាត់គេចវេះគាត់អត់ចង់ជួបអត់ចង់អីចឹងណាគាត់ចង់នេះគាត់គេចវេះព្រោះអីគាត់ស៊ីអារម្មណ៍នៅស៊ីអារម្មណ៍ចឹងហើយនៅស៊ីអារម្មណ៍ជួយចិត្តគេចវេះហ្នឹងហើយគេបលីងហ៎
đọc cái luôn trời ơi gì ồ bảy thứ bảy cứ indecisive và indecisive cứ stester đó ok chẳng chẳng cứ chứ nóiទី3 របស់គាត់គឺ indecisive indecisive មានន័យថាម៉េចស្ទាក់ស្ទើរអញ្ចឹងណាព្រោះអីធម្មតាទឹកអញ្ចឹងហើយដល់លើក្រមស្ទាក់ស្ទើរទៅមុខទៅក្រោយទៅក្រោយអញ្ចឹងណាទី4គឺ easily influence ប្រែថាម៉េចទៅប្រែថាអានេះស្ទាក់ស្ទើរអានេះគឺប្រែថាងាយរងឥទ្ធិពលពីគេអូខេចឹងគឺទី4ប្រែថាងាយរងឥទ្ធិពលពីគេងាយរងឥទ្ធិពលចឹងគឺចប់ហើយវាស័យលេខ12គឺចប់បងភាបងឯងអត់ចូលរៀនគ្រូនៅតែម្នាក់ឯងនិយាយម្នាក់ឯងកុំធេងទៅវល់លក់នោះទេអូខេអញ្ចឹងសរុបមកចាំរំលឹកឡើងវិញថាក្រុមធាតុទឹកគេមាន3នាក់4 8 12អាពិតទឹកដែលមានចំណេះដឹងជាងគេគឺទឹក12ហ្នឹងហើយមានចំណេះដឹងច្រើនជាងគេហ្នឹងហើយទឹកពហោះមានចំណេះដឹងច្រើនជាងគេតបមកគឺទឹកច័ន្ទតបមកទឹកអង្គាហ្នឹងចំណេះដឹងខ្សោយជាងគេមូលហេតុមិនមែនខ្សោយអីទេធម្មតាអង្គាគាត់វាធម្មតាគាត់មានគុណភាពអង្គាទៅហ្នឹងគឺទី1គឺគាត់ឆេវឆាវអញ្ចឹងណាហើយតែគាត់ខឹងអីហ្នឹងគាត់ដាក់មកហឹងមកអាក្រក់គឺនៅតែមានហ្នឹងពួកអីគាត់ប៉លិសស្រីអញ្ចឹងបើយើងនិយាយស្រួលស្ដាប់មកភពច័ន្ទគឺជាស្ត្រីមេផ្ទះយើងនិយាយថារាសីលេខ4ជាស្រីស្ត្រីមេផ្ទះឬថាស្រីជាម្ដាយមួយដ៏ល្អឬក៏ម្ដាយមេផ្ទះយ៉ាងនេះថាមេផ្ទះស្ត្រីមេផ្ទះភពច័ន្ទ
Chấm này đi xây lấy bẩm bay và này ấy nào tên nó chẳng phải cho bấy nhưng còn này mau review một tí chứ chẳng cứ đi xây lấy 4 có tật á đi xây lấy 7 có tật đi xây lấy đập phí có tật chẳng đi xây lấy 4 tật đá tại tật này tật bọc đẹp tràn chẳng đôi chia mềm tè và đôi chia mềm tè đi xây lấy bẩm bay tật cái còn mà nước xây đây còn đấy phục lên bấy cũng còn cài bằng kìa chẳng chia xây đấy và đây chia xây police xây à nè police xây đó thì hiền xây thà police xây cho rồi còn thì hiền xây thôi mà đã vì xây đấy còn tái vì miếng là lạ cái nào mỗi cài cho police nè từ mùa máu bánh pôn rồi police vậy giờ đang gượt bà này rồi vay tuột thẹt đang xây đấy và ta xây trường kháng anh mà xây thôi mà đã này và xây mềm tía anh miền lô thẹt cá này đi bà này lô thẹt cái xây lên bày xây đây ta xây bẩn đi bà hôm nay đi xây lên là pi xây đây mà nó xây đây đi xây thì tật nó chụp hết xây đây ta xây cái này xây kêu bằng riêng mình men mềm tía hay còn men bẩn đi đây trái chia sẻ đó chia sẻ kêu bằng riêng chia sẻ kêu bằng riêng chẳng cứ bày nó sấy đã sấy không cái này ok nhưng mà như tới cứ đi xây lịch 4 xây mềm tía đi xây lịch 7 xây vật lý rồi xây thì hiền xây rồi vật lý xây gì chứ vật lý xây rồi thì hiền xây là bé đi xây lịch là phí cứ nhẹ kêu bằng riêng kêu xây đó là xây nhẹ kêu bằng hiền vậy á nắng cứ bài chạy đai cho biển mềm tía và lý sợi thì hiền sợi gì mồi nắng khủ bằng hiền chẳng cứ đi cái miền ấy tiệt tế cứ xong mình chọc phần năng ấy hệ bài ấy mà nó bị chuyện ấy chim riêng lía ông phía anh mà cho riêng ngày cõi bằng ấy ngày cõi trời tiệt đấy đây nè mấy trong thua mấy nè đôi môi thèm bố nè trái em đi trái được thi nè nó này mà nó này nè ăn hôm nó này ăn hôm nè này mà bay nó là lướng đi này bò bầy nè chân đường mẹ gì môi mẹ bên đây tha ăn từ đây bỏ thằng bầy nè ở đấy ăn từ đây bỏ thằng bầy nè ở đấy ăn từ đây bỏ thằng bầy nè chỉ ruộng này thành chân mà trung nè mà trung nó ăn từ đây mà trung nè cái đầu này về bên đây tha bởi vì kết mất tại buồn đó đặc biệt buồn nó hoàn vài vì tò tiền mùi bầy tới tôi chỉ đọc vị đấy ok cảm ơn đã khôi hữu thì là nè cho riêng còn cái vấn ni còn phê thì luôn á ăn cho riêng lẹ khôi cầm to vào môi khủ vậy cái này hai vậy cái này hai ông phê một anh xong bán mà cho